សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទឥឡូវនេះយើងនឹងមកបង្ហាញនៅ Stormbox មួយទៀតបាទ Stormbox នេះវាអត់មានជា tone អីទេប៉ុន្តែគឺជាប្រភេទកាត់សំឡេងរំខានដែលយើងតែងតែនិយាយថា noise gate បាទអញ្ចឹង noise gate គឺមានសារៈសំខាន់បំផុតមិនថាយើងប្រើនៅក្នុង studio មិនថាយើងប្រើ effect យើង record អីទេយើងទាមទារត្រូវការ noise gate សម្រាប់គ្រប់ instrument ទាំងអស់បាទអញ្ចឹងនេះ noise gate មួយនេះគឺជាប្រភេទ Ravens បាទគឺជាប្រដាប់បោះចិត្តដូចគ្នាដែរប៉ុន្តែ chip របស់វាគឺ design by USA បាទហើយ noise gate មួយនេះគឺតម្លៃធូរថ្លៃមែនតើបាទធូរថ្លៃមែនតើហើយសឹងថាមិនត្រឹមតែធូរថ្លៃអាចមានប្រយោជន៍ដែលសារៈសំខាន់គុណភាពល្អសម្រាប់បងប្អូនទាំងអស់គ្នាដែលប្រើ Stormbox បាទអញ្ចឹងStormbox វាnoise gate មានច្រើនហ្នឹងទៅតាមមានថ្លៃមានអីចឹងទៅប៉ុន្តែសម្រាប់នេះ best budget មានន័យថាថោកហើយអាចជួយដល់ការកាត់សំឡេងរំខានបានគ្រប់គ្រាន់សម្រាប់ការ connect effect របស់អ្នកនរគ្នា Stormbox អ្នកនរគ្នាណាអូខេឥឡូវទៅមើលវីដេអូទាំងអស់គ្នាបាទយ៉ាងមិនហើយបន្ទាប់ពីបានមើលនៅឃើញពីការនេះអានេះខ្ញុំដោត direct ផងណាខ្ញុំដោត direct ព្រោះដោយសារហ្គីតាយើងនៅពេលដោត direct ទៅ amp របស់យើងអត់មានម៉ាស់អត់មានអីយើងតម្លើង gain យ៉ាងខ្លាំងក៏វាមានសំឡេងរំខានអញ្ចឹងណាប៉ុន្តែនៅពេលដែលប្រើនេះមកដាក់ direct ដាក់ in front មកដាក់បើកពឹបចុចទៅវាកាត់បានល្អមែនតើបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញអ្នកនរគ្នាឲ្យបងប្អូនដែលមានតម្រូវការអាចទៅមកកាន់ខ្ញុំបានបាទRavens noise gate ប៉ុន្តែ chip ប្រទេស chip របស់វា design by USA ណាល្អមែនហើយតម្លៃធូរថ្លៃឯងអរគុណច្រើនសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយមួយទៀត